ហើយនឹងឯងគឺមកបន្តHTML របស់ខ្ញុំទៅលើកូដរបស់ខ្ញុំគឺខ្ញុំប្រើភាគច្រើនគឺ HTML CS ហើយនិង Java ហើយខ្ញុំបូកមួយជាមួយនឹង Tailwind មួយទៀតគឺដើម្បីមានភាពងាយស្រួលហើយសេបានលឿនទី2ខ្ញុំអាចបានប្រើទៅលើ React Node.js អីទេព្រោះថាវាលឿនដែរតែយើងត្រូវតែហ្នឹងខ្ញុំអត់សូវតន់ច្បាស់អញ្ចឹងខ្ញុំអត់តន់ហ៊ានសរសេរទេហើយចូលមក form របស់ខ្ញុំគឺដូចបានឃើញអញ្ចឹងគឺខ្ញុំបានដាក់ animate តិចតួចនេះខាងក្រោមនេះក៏បានដាក់ដែរអញ្ចឹងបញ្ចូលមកពីលើគឺមានដូចជាអីគេដូចខ្ញុំបាននិយាយអញ្ចឹងគឺយើងអាច change បានហើយនេះគឺ sign in ទៅពេលយើងចុចអានេះគឺ animate តិចដែរហើយនេះយើងអាចបញ្ចូលលេខទៅយើងអាចបើកភ្នែកបានហើយនៅពេល create យើងអាចជ្រើសរើស Cambodia អញ្ចឹងទៅខ្ញុំដាក់ថា Cambodia សិនទៅហើយយើងអាចដាក់អញ្ចឹងទៅ Gmail ហើយនេះគឺអាចដាក់ទៅយើង sign in sign up អញ្ចឹងទៅអញ្ចឹង close គ្រាន់តែបិទ close មកហើយនេះដល់ពេលដែលយើងចុចទៅគឺវានឹងរត់ទៅ product របស់ខ្ញុំដូចខ្ញុំបាននិយាយនៅក្នុង Figma អញ្ចឹងបន្តមកទៀតអានេះគឺក៏មានចលនាដែរយើងគ្រាន់តែ copy คลิกនេះទៅគឺវា copy ហើយអូខ្ញុំប្រាប់ search នេះគ្រាន់តែយើងបិទចេះទៅគឺវានឹង hit ហើយ show ឲ្យយើងហើយនេះគឺយើងអាចដាក់បានហើយនេះគឺខ្ញុំឲ្យវាហោះ hover មកទៅដើម្បីឲ្យយើងបានឲ្យ customer បានតាក់ទងមកហើយយើងមាន product brand ជាច្រើនអាយ៉ា product brand ជាច្រើនហើយនឹងមានជាប្រភេទ model ឡានអញ្ចឹងទៅអានេះយើងអាច search category ដែលខ្ញុំបាន add ចូលអានេះគ្រាន់តែយើងចុចទៅគឺវាអស់ហើយយើង add ចូលវិញមកគ្រាន់ add លើ cat វានឹងហត់ចូលទៅហើយអានេះបាន sort ទៅលើ price red ហើយនឹង sort by ID អញ្ចឹងទៅអានេះគឺជា search ទៅលើ product ណាមួយតែអានេះខ្ញុំមកដាក់ទេខ្ញុំដាក់តាឡានហើយខ្ញុំ add មួយទៀតគឺវានឹង load មកហើយត្រង់នេះគឺ list នេះគឺខ្ញុំឲ្យវាដូរទៅតាម ID ដូចដោយលោកគ្រូហើយនឹងទាំងអស់គ្នាបានឃើញអញ្ចឹងគឺគ្រាន់តែដូរទេហើយយើងចុចលេខចេះក៏វាដូរដែរអានេះគឺមាន hover តិចទេអស់ហើយបញ្ចូលមើលabout របស់ខ្ញុំគឺដូចបានឃើញអញ្ចឹងគឺដូចវាជាមួយនឹង Figma គ្រាន់តែវាមានចលនា animate តិចហ្នឹងហើយបន្តមកទៀតគឺទៅលើ service គឺជា form ធម្មតាដែលខ្ញុំឲ្យវាមាន action មួយស្ទើរតែអត់មាន action តែម្ដងអានេះគ្រាន់តែដាក់យើងដាក់ today set ថ្ងៃអញ្ចឹងទៅcontact ដើម្បីឲ្យហើយអានេះគឺខ្សែរថយន្តអានេះគឺខ្ញុំបាន animate មួយចំនួនដែរទៅលើវាហើយនៅពេលដែលយើងចុចទៅលើ button submit ខាគឺវាឲ្យ information ខាជាមុនដើម្បីផ្សេងបានអានេះយើងគាត់ដាក់ submit ចេះទៅគឺវា load គឺថងហ្នឹងគឺប៉ុណ្ណឹងគឺអស់ហើយតែខ្ញុំនឹងមកនិយាយពី product របស់យើងគាត់តែចុចចូលទៅថងនេះគឺមាន animation មួយចំនួនហើយនេះគឺដូច index របស់យើងដែរទេហើយអា create នេះ list ហើយ create នេះគឺខ្ញុំបានឲ្យវាមាន action មួយរត់ជា list ជា create ជា create ទេខ្ញុំគាត់ឲ្យវាជា create យកតែម្ដងអូណាមួយខ្ញុំបានគិតទៅលើ logic ដាក់ line ដែរនៅពេលដែលយើងដាក់គឺវានឹងដាក់ដែរគឺដាក់ដោយដែលបាននៅតែបានឃើញអញ្ចឹងគឺដាក់តែម្ដងហើយនេះគឺខ្ញុំឲ្យវា run ទៅលើ simulator
simulator mobile ព្រោះវាមានភាពងាយស្រួលជាង run តាមresponsive ទៅតាម inspect ហើយយើងអាចទៅដាក់លើ iPad អីចឹងទៅនាឡិកាអាលេងដាក់លើ11 Pro Max ទៅលើ Mac Air ចឹងទៅឬក៏អាចដាក់លើនាឡិកាគឺខ្ញុំអត់បានឲ្យវាដើរទាំងស្រុងទេគ្រាន់តែអានេះគឺវារត់ចូលគ្រាន់តែវាស្អាតហើយពាក្យអីហ្នឹងអក្សរអីហ្នឹងគ្រាន់តែនិយាយវាអត់ស្អាតអីទេបាទគឺអស់ហើយប៉ុណ្ណឹងគឺវីដេអូរបស់ខ្ញុំបាទអរគុណគ្រូនិងអ្នកទាំងអស់គ្នា